គ្នាថ្ងៃនេះយើងមកជួបគ្នាម្ដងទៀតហើយថ្ងៃនេះគឺមេរៀនសារឡើងវិញទំព័រទី34មេរៀនសារឡើងវិញទំព័រទី34គឺសារឡើងវិញអំពីព្យញ្ជនៈណូពោផូម៉ូចាអញ្ចឹងដើម្បីកុំឲ្យខាតពេលកូនមើលសញ្ញាព្រួយអ្នកគ្រូចង្អុលហើយប្រកបតាមអ្នកគ្រូទាំងអស់គ្នាណូឪនៅណូអ៊ំនំនេះនំដែលយើងញ៉ាំណាណូអ៊ូនោះពោឪពៅភាគច្រើនពៅនឹងគឺកូនពៅពោអឿមពឿមនេះជាស្រៈអាំប៉ុន្តែនៅពេលដែលជួបនឹងព្យញ្ជនៈពោគឺសំឡេងអូយើងវាคล้ายទៅជាស្រៈអឿមពោអឿមពឿមផូអេភេនេះគឺសត្វភេផូដារ៉ូផូនេះដូចមេរៀនមុនអញ្ចឹងគឺពាក្យយើងនិយាយពាក្យមិនពិតនិយាយកុហកម៉ូអ៊ំមុំម៉ូអ៊ីមីម៉ូមីម៉ូអែម៉ែម៉ូម៉ែឆ្នាំម៉ូម៉ែឬយើងអាននៅក្នុងជីវិតប្រចាំថ្ងៃថាម៉ូម៉ែឆ្នាំម៉ូម៉ែណាផូអ៊ូភូម៉ូអ៊ីមៀភូមៀនៅពេលដែលយើងហៅក្នុងជីវិតប្រចាំថ្ងៃយើងហៅថាភូមៀចាអក្សរសេរអញ្ចឹងភូមៀបន្តទៀតកអាកាដរោកាពោអ៊ីពីដរោពីកាពីពោអ៊ូពុពោអ៊ីពីពុពីផូអ៊ីភាសអាសាភាសាម៉ូដាក់ស្រៈអេអានថាមេអដាក់ស្រៈអមអានថាអមបដាក់ស្រៈអៅអានថាបើមេអំបើម៉ូអ៊ីមីម៉ូមីម៉ូអឺមើម៉ូមើអានទាំងអស់ថាម៉ូមីម៉ូមើអានេះជាប្រយោគម្ដងកូនប្រកបតាមអ្នកគ្រូហើយមើលតាមអ្នកគ្រូកដាក់ស្រៈអមអានថាកុំផូដារ៉ូនេះអានថាផូដារ៉ូផូគោដាក់ស្រៈអេអានថាគេកុំផូគេមានន័យថាកុំនិយាយកុហកគេចាបន្តទៀតសដាក់ស្រៈអអានថាសុខអាខាសុខានេះគឺជាឈ្មោះចដាក់ស្រៈចេះសអំសំពោដាក់ស្រៈពះសំពះអានទាំងអស់សុខាចេះសំពះមើលកូនណាខ្លះចេះសំពះយើងអ្នកណាខ្លះដែលយើងសំពះចាយើងសំពះឪពុកម្ដាយសំពះបងប្អូនសំពះអ៊ំពូមីងមាសំពះយាយសំពះតាសំពះលោកគ្រូអ្នកគ្រូឬក៏សំពះព្រះសង្ឃសំពះអ្នកដែលមានអាយុច្រើនជាងយើងឬអាយុស្មើយើងក៏បានដែរគឺសំដែងនៅភាពគួរសមចាបន្តទៀតប្រយោគនេះរៀងវែងជាងមុនបន្តិចតដាក់ស្រៈអាតាផូដាក់ស្រៈអ៊ុំភុំតូអ៊ះផ្ទះតាភុំផ្ទះអីសដាក់ស្រៈអមអានថាសំផូអូផូដារ៉ូផូសំផូអានទាំងអស់ថាតាភុំផ្ទះសំផូតាភុំផ្ទះសំផូម៉ូដាក់ស្រៈអេមេអដាក់ស្រៈអមបដាក់ស្រៈអៅបើមេអំបើតូអ៊ុំតុំឡូអឺលើទុំលើពោអែប៉ែពោប៉ែញូអ៊ីញីពោប៉ែញីមេអំបើទុំលើពោប៉ែញីមេអំបើទុំលើពោប៉ែញីចាអញ្ចឹងជាបន្តទៀតនៅពេលដែលកូនរៀនក្នុងសៀវភៅភាសាខ្មែរថ្នាក់ទី1កូននឹងជួបលំហាត់បែបនេះឥឡូវនេះយើងមករៀនធ្វើលំហាត់ទាំងអស់គ្នាគេដាក់លោអ៊ំលំហអាហារដល់តហាត់បន្តមួយហាត់លំហាត់ទី1ចូលជ្រើសរើសពាក្យចូលជ្រើសរើសពាក្យឲ្យត្រឹមត្រូវនឹងរូបខាងក្រោមចាអញ្ចឹងកូនមើលនៅកឡោនមើលនៅរង្វង់នេះមើលនៅរូបនេះមុនគេរូបនេះគឺរូបសត្វអីយើងសង្កេតមើលរូប
ហើយសង្កេតមើលជំរើសដែលគេដាក់ឲ្យជំរើសទី1គេដាក់ថាគោមើលរូបនេះគឺជារូបគោមែនទេមិនមែនទេទី2ផូអេផេទី3ពោប៉ែពោប៉ែអញ្ចឹងយើងអានទាំង3នេះរួចហើយអានម្ដងទៅជាមួយអ្នកគ្រូគោផេពោប៉ែអញ្ចឹងសត្វនេះជាសត្វអីគេកូនចាជាសត្វផេអញ្ចឹងចម្លើយដែលត្រឹមត្រូវនោះគឺជ្រើសរើសចម្លើយលេខ2គឺជាសត្វភេចាបន្តទៀតមើលក្នុងក្លោននេះសង្កេតមើលរូបភាពហើយមើលជំរើសដែលគេដាក់ឲ្យម៉ូអេមេតូអ៊ីទាមេទា2ម៉ូអេមេខូអ៊ុំខុំមេខុំទី3ម៉ូអេមេអដាក់ស្រៈអំអានថាអមហើយបដាក់ស្រៈអៅអានថាបាវមេអំបាវចាអញ្ចឹងកូនសង្កេតមើលរូបនេះគឺជារូបអ្វីចារូបមេអំបាវមេអំបាវអញ្ចឹងជំរើសដែលត្រឹមត្រូវគឺលេខ3ចាបន្តទៀតគឺលំហាត់ទី2ចូលសរសេរតាមអានចម្លងពាក្យ5ចំនួន5និង1ល្បះអញ្ចឹងពាក្យខាងលើនេះកូនរើសមកពាក្យណាដែលកូនចង់សរសេរឬពាក្យណាដែលកូនមិនទាន់ចេះសរសេរច្បាស់កូនរើសយកមកសរសេរ5ពាក្យឧទាហរណ៍សរសេរពាក្យថានៅសរសេរពាក្យថានោះសរសេរពាក្យថាពពែសរសេរពាក្យថាការពារនិងសរសេរពាក្យថាពុះពៀចំនួន5ពាក្យហើយនឹងមួយល្បះមានន័យថាមួយប្រយោគកូនរើសប្រយោគមួយណាក៏បានកុំភោគេសុខាចេះសំពះតាភុំផ្ទះសំភោឬមេអំបៅទុំលើពពេយកមកសរសេរដើម្បីកូនចេះសរសេរបានស្ទាត់ជំនាញចាអញ្ចឹងអ្នកគ្រូអរគុណច្រើនក្នុងការទស្សនាក៏ដូចជាមើលคลิปវីដេអូអ្នកគ្រូយើងជួបគ្នានៅคลิปវីដេអូក្រោយកុំភ្លេចជួយចុច like ចុច subscribe ក៏ដូចជាចុច share คลิปវីដេអូអ្នកគ្រូឲ្យអ្នកគ្រូផងជួបគ្នានៅក្នុងคลิปវីដេអូក្រោយបាយបាយ